សួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះហ៊ុនគឹមឌីណាគឺជានិស្សិតនៅសាកលវិទ្យាល័យទួនហ្វាសប្តាហ៍ថ្ងៃកំពុងតែរៀនជំនាញបកប្រែភាសាច្រកពីបានចូលរួមបឋកថានៅថ្ងៃនេះខ្ញុំបានរៀនច្រើនមែនទែនអំពី AI និងការប្រើប្រាស់ AI ក្នុងការសិក្សាជាពិសេសក្នុងកម្រិតសាកលវិទ្យាល័យដែលក្នុងថ្ងៃនេះដែរគឺខ្ញុំបានដឹងច្បាស់ថា AI គឺមិនមែនជាមន្តអាគមអីទេគឺគ្រាន់តែជាជំនួយការមួយតែប៉ុណ្ណោះហើយយើងត្រូវចេះប្រើ AI ដោយមានក្រមសុជីវធម៌ត្រឹមត្រូវពោលគឺយើងត្រូវតែឆែកនៅឯកសារផ្សេងៗឯកសារយើងបន្ថែមទៀតពីលើការប្រើប្រាស់ AI ដើម្បីបញ្ជាក់ថា AI ព័ត៌មានដែល AI បញ្ចេញឲ្យយើងហ្នឹងគឺពិតជាប្រកបត្រឹមត្រូវពិតមែនវាជួយយើងបានច្រើនមែនទែននៅក្នុងការស្រាវជ្រាវមេរៀនឬក៏ការងារអីផ្សេងៗហើយខ្ញុំបានអង្គុយស្ដាប់វាគ្មិនដែលបាននិយាយអំពីការប្រើប្រាស់ AI ដែលវាជួយក្នុងការធ្វើការងារនិងស្វែងយល់ពីការសិក្សាផ្សេងសម្រាប់កម្មវិធីសិក្ខាសាលាថ្ងៃនេះយើងរៀនបានជាច្រើនអំពីពាក់ព័ន្ធនឹងព័ត៌មានអំពី AI ដែលយើងអាចដឹងអំពីថា AI មានទាំងគុណសម្បត្តិនិងគុណវិបត្តិដែលគុណសម្បត្តិយើងអាចដឹងថា AI អាចធ្វើជាផ្នែករបស់យើងពេលដែលយើងអត់មាននៅផ្ទះឬក៏នៅកន្លែងណាមួយតែវាជាគុណវិបត្តិមួយដែរដែលពេលដែលមានមនុស្សដែលគាត់ជួនខិលខូចគាត់អាចនឹងរកវិធីសាស្ត្រដើម្បីហែកចូលក្នុងប្រព័ន្ធកាមេរ៉ារបស់យើងឬក៏ប្រព័ន្ធកុំព្យូទ័ររបស់យើងដើម្បីយកព័ត៌មានផ្សេងៗដែលអាចយកទៅប្រចាំងឲ្យអ្នកដទៃដែលជាកេរ្តិ៍សម្ងាត់របស់យើង